ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញស្ត្រីអ្នកត្បាញចជូនឲ្យបន្តរបរគណៈទីផ្សារមានតម្រូវការច្រើនប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញស្ត្រីអ្នកត្បាញចជូនឲ្យបន្តរបរគណៈទីផ្សារមានតម្រូវការច្រើនលោកជំទាវហ៊ុនចន្ទធីម៉ៅធនិនប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពតបានអញ្ជើញចុះជួបសំណេះសំណាលនិងលើកទឹកចិត្តដល់បងប្អូនស្ត្រីដែលមានរបរត្បាញចជូនឲ្យបន្តមុខរបរដ៏សំខាន់នេះគណៈបច្ចុប្បន្នផលិតផលចជូនកំពុងមានតម្រូវការខ្ពស់ទាំងក្នុងនិងក្រៅប្រទេសដើម្បីរក្សាមុខរបរនេះកុំឲ្យបាត់បង់និងបង្កើនជីវភាពគ្រួសារព្រឹត្តិការណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី4ខែធ្នូឆ្នាំ2025ដោយលោកជំទាវបានចុះជួបសំណេះសំណាលជាមួយបងប្អូនស្ត្រីជាអ្នកត្បាញចជូនចំនួន31គ្រួសារស្ថិតនៅភូមិជ្រេះឃុំបឹងសាឡាងខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតចជូនគឺជាឈ្មោះស្មៅមួយប្រភេទពួកកក់ដែលត្រូវបានគេយកមកតម្បាញជាសម្ភារៈប្រើប្រាស់និងសម្ភារៈទាំងលម្អជាច្រើនដូចជាកន្ទេលកាបូបមួកកន្ត្រកការ៉ុងនិងប្រដាប់ដាក់អីវ៉ាន់ផ្សេងគ្រឿងតាំងលម្អជញ្ជាំងកម្រាលតុបំពង់បឺនជំនួសផ្លាស្ទិកនិងចំណងតុបតែងផលិតផលទាំងនេះកំពុងទទួលបានការពេញនិយមនិងគាំទ្រយ៉ាងខ្លាំងពិសេសពីសំណាក់សទ្ធាគារផ្ទះសំណាក់រីសតបឹងហ្គាឡូនិងកន្លែងកម្សាន្តផ្សេងទាំងក្នុងនិងក្រៅប្រទេសក្នុងជំនួបពិភាក្សានេះលោកជំទាវហ៊ុនចន្ទធីម៉ៅធនិនបានពំនាំនៃការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតដែលជានិច្ចការតែងគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តពិសេសគឺស្ត្រីលោកជំទាវបានលើកឡើងថាតម្រូវការទីផ្សារបច្ចុប្បន្ននេះតម្រូវការផលិតផលដែលត្បាញដោយចជូនរបស់បងប្អូនស្ត្រីមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិការរក្សាមុខរបរលោកជំទាវបានជំរុញដល់ស្ត្រីដែលមានមុខរបរត្បាញចជូនទាំងអស់សូមកុំបោះបង់ហើយត្រូវបន្តត្បាញឲ្យចេញជាផលិតផលផ្សេងតាមតម្រូវការរបស់ភ្ញៀវឲ្យបានច្រើនការបង្កើនជីវភាពនៅពេលដែលផលិតផលទទួលបានការគាំទ្រកាន់តែច្រើនចំណូលក៏កើនឡើងដែលធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរបន្ថែមទៀតសូមបញ្ជាក់ថាការត្បាញចជូនរបស់អ្នកភូមិជ្រេះឃុំបឹងសាឡាខាងត្បូងគឺបន្តធ្វើឡើងដោយដៃសុទ្ធសាធដោយមិនប្រើប្រាស់ម៉ាស៊ីនអ្វីឡើយដែលនេះជាចំណុចពិសេសមួយនៃសិល្បៈហត្ថកម្មខ្មែរនាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168